នេះគឺជាទស្សនវិជ្ជាពុកម៉ែបងប្អូនគាត់មកចូលរួមទស្សនានៅខាងភូមិព្រះពលាអញ្ចឹងបងប្អូនដែលគេប្រណាំងទូកនៅនឹងស្ពានព្រះពលាហើយឃើញថាពុកម៉ែបងប្អូនគាត់មកចូលរួមទស្សនានៅការប្រណាំងទូកនេះគឺថាច្រើនមែនទេបងប្អូនហើយការប្រារព្ធធ្វើពិធីបុណ្យអុំទូកនេះគឺនៅភូមិព្រះពលានឹងគឺធ្វើនៅថ្ងៃទី4ថ្ងៃហ្នឹងហើយបងប្អូនហើយមានការចូលរួមច្រើនមែនទេមានfan គ្រប់ត្រូលមានទាំងលបងបងប្អូនគាត់មកចូលរួមកន្លែងហ្នឹងគឺថាច្រើនតម្ដងជម្រាបសួរហើយក៏សួស្ដីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបានវីដេអូថ្មីទៀតហើយដោយសារថ្ងៃហ្នឹងគឺមានកម្មវិធីបុណ្យអុំទូកនៅខាងភូមិព្រះពលាបងប្អូនដែលគេធ្វើឡើងនៅក្នុងស្ពានព្រះពលាបដ ாய் បើអ្នកនៅខាងហ្នឹងប្រហែលជាស្គាល់ហើយថ្ងៃហ្នឹងគឺខ្ញុំតនេពេលថ្ងៃគឺបានឈានទៅមើលគេបុណ្យអុំទូកនៅកន្លែងហ្នឹងគឺថាមនុស្សមកលេងគឺច្រើនមែនទេបើសិនជាបងប្អូនបានឃើញវីដេអូហ្នឹងហើយបងប្អូនណាខ្លះដែលបានទៅមើលថ្ងៃមិញអាច comment នៅក្នុងវីដេអូហ្នឹងបានហើយកុំភ្លេចជួយ share ជួយ like comment វីដេអូរបស់ខ្ញុំផងដោយបងប្អូនបានឃើញក្នុងវីដេអូនឹងស្រាប់ឃើញថាម៉ោង1គឺក្តៅមែនទេបើតែពុកម៉ែបងប្អូនគាត់មកអង្គុយបាំងឆាត់ផងមកគាំទ្រទូករបស់គាត់ផងគឺថាច្រើនមែនទេនេះគាត់ថាមកខាងស្ពានហ្នឹងទេខ្ញុំថតតែមកខាងស្ពាននៅខាងលើបន្ទាប់ពីខ្ញុំបានថតពីខាងលើស្ពានហ្នឹងហើយខ្ញុំក៏បានចុះនៅមួយខាងទៀតឃើញថានៅខាងក្រោមនេះគឺថាពុកម៉ែបងប្អូនគាត់មកគឺច្រើនមែនទេបើម៉ូតូអីគឺគៀនផ្លូវគឺពេញនឹងតែម្ដងហើយនៅកន្លែងហ្នឹងក៏មិនត្រឹមថាមានទេគឺថាបងប្អូនគាត់មកលក់ដូរលក់អីរបស់ញ៉ាំមកអីគឺច្រើនតែម្ដងហើយគឺមាន fan អ៊ំមានការទេសស្គរធុងបាសអីពេញហ្នឹងបើកន្លែងចតម៉ូតូអីគឺមានពូសន្តិសុខអីគាត់យាមអីត្រឹមត្រូវបើមកខាងហ្នឹងបើសិនជាបងប្អូនមកមើលអីកុំភ្លេចម៉ូតូទុកដាក់ម៉ូតូអីល្អផងដោយសារថ្ងៃមិញហ្នឹងគឺអត់មានការងថាទៅមើលទេគឺជីកកាត់ទៅឃើញបងប្អូនជុំគ្នានៅកន្លែងហ្នឹងឃើញច្រើនទៅបានខ្ញុំចុះទៅថតវីដេអូឲ្យពុកម៉ែបងប្អូនទស្សនាបើបងប្អូនណាបានទៅបានឃើញអីបានថតរូបអីកុំភ្លេច comment នៅខាងក្រោមវីដេអូឲ្យខ្ញុំបានឃើញផងបើនិយាយពីរឿងបងប្អូនគាត់មកទស្សនាវិញគឺថាមិនដឹងថាមកពីណាខ្លះទេគឺពេញនៅលើស្ពានក៏ពេញខាងក្រោមក៏នៅខាងក្រោមក៏អត់មានពេលខ្លះអត់មានកន្លែងអង្គុយបងហើយបើសិនបងប្អូនគាត់លក់ដូរអីគឺថាច្រើនមិនខ្វះទេរបស់ញ៉ាំនៅកន្លែងហ្នឹងចង់លក់ដូរអីបងប្អូនគាត់មកនៅកន្លែងហ្នឹងច្រើនហើយកុំភ្លេចជួយគ្រប់គ្រងទូករបស់យើងផងហើយបើបងប្អូនណាតនេអាចទៅអង្គុយមើលគេអុំទូកហើយអាចទៅអង្គុយញ៉ាំអីនៅកន្លែងហ្នឹងបានហើយទស្សនវិជ្ជាបែបនេះគឺមួយឆ្នាំមានម្ដងឃើញថាបងប្អូនគាត់តនេពីការងារឬគាត់តនេពីធ្វើស្រែចម្ការទៅគាត់មកអង្គុយមើលជុំគ្រួសារពេលខ្លះក៏មកមួយមិត្តភ័ក្តិអីសង្សារអីក៏គាត់មកអង្គុយញ៉ាំអីនៅកន្លែងហ្នឹងជុំគ្នាអញ្ចឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនបានឃើញហើយកុំភ្លេចជួយ like comment ជួយ share វីដេអូរបស់ខ្ញុំផងអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ